សួស្តីបងទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចង់បង្ហាញបងទាំងអស់គ្នាអំពីកន្លែងដែលយើងអាចចូលទៅមើលរយៈពេលដែលយើងលេង challenge ជាមួយ Facebook ដែលគេដាក់ឲ្យយើងរក 300k view ហ្នឹងណាអញ្ចឹងចាំយើងចូលទៅមើលទាំងអស់គ្នាណាជាដំបូងយើងចូលមកកាន់ Facebook មកបន្តមកទៀតយើងចូលមក profile របស់យើងអាចចុច profile របស់យើងនៅប៊ូតុងខាងក្រោមគេខាងស្ដាំនេះក៏បានខាងស្ដាំនេះក៏បានឬមួយទៀតក៏យើងអាចចុចសញ្ញាត្រេ3ហើយចុចយកពាក្យឈ្មោះហ្នឹងក៏បានដែរដូចគ្នាបន្ទាប់មកយើងអាចចូលទៅ professional dashboard ដែលមានប៊ូតុងពណ៌ QQ នេះក៏បានក៏យើងអាចទៅដល់មួយទៀតយើងអាចចុចជាមួយនឹងសញ្ញា3នៅខាងក្រោមនឹងរបាខាងក្រោមសញ្ញាប្រឈរ3នេះយើងអាចចុចមកក៏អាចចេញដូចគ្នាដែរបន្ទាប់មកយើងចុចនៅលើឈ្មោះរបស់យើងនេះហើយវាអាចចេញបែបនេះនៅពេលដែលចេញទាំងបែបនេះហើយយើងចូលលើពាក្យ professional status បន្ទាប់ពីចេញ professional status ហើយយើងចុចទៅពាក្យ monetization តបមកទៀតយើងយកពាក្យ C1 tool are available ដូចខ្ញុំចុចហ្នឹងតបមកវានឹងចេញបែបនេះដោយសារតែ page របស់ខ្ញុំទៅតែបង្កើតអញ្ចឹងការ view ក៏នៅតិចអញ្ចឹងបើសិនជាបងយល់ថាល្អវីដេអូជួយ share វីដេអូនេះម្នាក់មួយផងហើយជួយ follow មួយម្នាក់ផងណាបងហើយជួយ view ឲ្យបានច្រើនផងចាំខ្ញុំជួយ review វិញអរគុណ